ថាប់គ្នានឹងសរសេរផ្ដេសផ្ដាស់លើសៀវភៅមិត្តភក្តិយូរទៅ Mauritania ក៏យល់ច្រឡំថាពួកគេជាមិត្តល្អនឹងគ្នាប៉ុន្តែនៅក្នុងពិភពរបស់ Murakami នាងមិនមែនជាមនុស្សតែម្នាក់ឡើយពេលឃើញ Murakami ស្និទ្ធស្នាលជាមួយអ្នកផ្សេងនាងក៏បញ្ឈប់ពេលវេលាដោយមិនដឹងខ្លួនប៉ុន្តែធ្វើបែបនេះច្រើនដងពេកទោះជាមនុស្សល្ងងក៏ដឹងថាមានរឿងចម្លែកដែរ Murakami ក៏ដើរមកមុខ Mauritania ដោយផ្ទាល់ច្រណែនមែនទេបើឯងមានចិត្តណាធ្វើបែបនេះគួរតែឈប់ទៅល្អជាងបន្ទាប់មកទំនាក់ទំនងអ្នកទាំងពីរក៏ចុះត្រជាក់ខ្លាំង Mauritania ពិបាកចិត្តណាស់នាងគិតថា Murakami ប្រហែលជាធុញទ្រាន់នឹងនាងហើយនាងថែមទាំងគិតចង់ចូលមន្ទីរពេទ្យទៀតផងប៉ុន្តែ Murakami បានមកសួរសុខទុក្ខនាងថ្មីនេះមិនឃើញបញ្ឈប់ពេលវេលាសោះហេតុអ្វីព្រោះ Murakami ប្រាប់